ជំរាបសួរថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយអំពីមមកតើអ្វីទៅគឺជាមមកនៅក្នុងដីដូច្នេះថ្ងៃនេះខ្ញុំនឹងមកបង្ហាញគឺមមកគឺជាសារធាតុសរីរាង្គសាមញ្ញដែលបានមកពីការពុកផុយនៃកាកសំណល់សរីរាង្គក្រោយពីធាតុគីមីដែលអាចប្រើប្រាស់បានក្នុងសារធាតុសរីរាង្គត្រូវបានទាញយកចេញដោយមីក្រូសារពាង្គកាយតាមរយៈដំណើរការមមកកម្មដំណើរការនេះអាចកើតឡើងតាមធម្មជាតិនៅក្នុងដីឬក្នុងផលិតកម្មកំប៉ុស្តមមកជាសារធាតុសរីរាង្គដែលងាយស្រូបទឹកមានរន្ធច្រើនមានពណ៌ខ្មៅឬត្នោតខ្មៅនិងមានកាបូនជាមូលដ្ឋានហើយអាចស្ថិតនៅក្នុងដីបានច្រើនឆ្នាំសមាសភាពផ្សំឬគុណភាពរបស់មមកប្រែប្រួលខ្លាំងទៅតាមប្រភពនៃសារធាតុសរីរាង្គនិងលក្ខខណ្ឌនៃការពុកផុយមមកត្រូវបានបែងចែកជាពីរប្រភេទរួមមានដែលប្រភេទទី1យើងហៅថាមមកសកម្មមមកដែលអាចរស់នៅបន្តការពុកផុយបាននិងផ្ទុកមួយភាគធំជាអាស៊ីតសរីរាង្គងាយអាស៊ីតហ្វូលវិកដែលអាចរលាយក្នុងលក្ខខណ្ឌអាស៊ីតឬបាសមមកប្រភេទនេះជាប្រភពសំខាន់នៃសារធាតុចិញ្ចឹមដែលអាចបញ្ចេញដល់ដំណាំនៅពេលមីក្រូសារពាង្គកាយធ្វើការបំបែកប៉ុន្តែផ្ដល់អត្ថប្រយោជន៍តិចតួចដល់ទម្រង់ដីនិងជីជាតិដីរយៈពេលវែងមកប្រភេទនេះភាគច្រើនបានមកពីពួកស្ករម្សៅនិងប្រូតេអ៊ីនជាសារធាតុសរីរាង្គរីឯប្រភេទទី2យើងហៅថាមមកអកម្មឬថថេអាស៊ីតអ៊ុយមិកដែលរលាយក្នុងលក្ខខណ្ឌបាសប៉ុន្តែមិនមែនក្នុងអាស៊ីតជាប្រភេទមមកអកម្មអ៊ុយមិកដែលមិនរលាយក្នុងទឹកអាចទាញភ្ជាប់យ៉ាងណែននឹងគ្រាប់ដែកឥដ្ឋដែលធ្វើឲ្យពួកមីក្រូសារពាង្គកាយមិនអាចជ្រៀតចូលបានជាផ្នែកដ៏ចម្បងរបស់មមកអកម្មមមកអកម្មធន់នឹងការពុកផុយដែលធ្វើឲ្យវាអាចបន្ថែមសារធាតុចិញ្ចឹមនៅក្នុងប្រព័ន្ធដីបានតិចតួចប៉ុន្តែវាអាចជួយកែលម្អលក្ខណៈរូបសាស្ត្ររបស់ដីមមកអកម្មបានមកពីប្រភេទសារធាតុសរីរាង្គដែលសម្បូរសាឡុយឡូសនិងលីញ៉ីនហើយអាចស្ថិតនៅក្នុងដីដោយមិនផ្លាស់ប្ដូរបានរាប់ឆ្នាំស្ថានភាពរបស់សារធាតុសរីរាង្គដីនិងមមកប្រែប្រួលជាប្រចាំតាមរយៈសកម្មភាពរបស់ភាវរស់នៅក្នុងដីពួកផ្សិតនិងអាទីណូមីសេតដែលមានច្រើនជាងពួកបាក់តេរីក្នុងលក្ខខណ្ឌត្រជាក់ហើយសើមដើរតួសំខាន់ក្នុងការបង្កើនមមកអកម្មការប្រែប្រួលលើការពុកផុយរបស់កាកសំណល់សរីរាង្គកើតឡើងលឿនក្នុងលក្ខខណ្ឌសមស្របសម្រាប់សកម្មភាពជីវសាស្ត្រក្នុងដីហើយការបន្ថែមកាកសំណល់សរីរាង្គថ្មីត្រូវអនុវត្តជាបន្តបន្ទាប់ដើម្បីរក្សាដំណើរការរបស់វដ្តនៃការពុកផុយនេះ